ទន្ទឹមនឹងអត្ថប្រយោជន៍ថាតើប្រសិនបើក្រុមហ៊ុនក៏ដូចជាអាជីវកម្មមួយមិនមានការរៀបចំគណនេយ្យបញ្ជីការគណនេយ្យត្រឹមត្រូវថាតើពួកគាត់អាចប្រឈមនឹងបញ្ហាអ្វីខ្លះដែរបាទសំណួរល្អតាមពិតបើសិនជាម្ចាស់អាជីវកម្មយើងតែគិតថាតាំងពីដូនតាមកធ្វើតែប៉ុណ្្នឹងចាំបាច់ទៅធ្វើអីណាស្តង់ដាអស់លុយអស់អីច្រើនមិនអញ្ចឹងណាបាទប៉ុន្តែយើងសួរត្រឡប់មកវិញថាអាជីវកម្មយើងនឹងទឿពួកអត់រីចម្រើនវានៅតែប៉ុណ្្នឹងវាទឿចូលឧទាហរណ៍ដូចលោកវ៉ាន់ដេតសួរខ្ញុំថាបើចង់ឲ្យទៅរកខ្ចីកម្ចីគេតើគេឲ្យកម្ចីអត់ណាខ្ញុំលើកឧទាហរណ៍មួយបងប្អូនយើងភាគច្រើនអត់យល់អំពីការរៀបចំរបាយការណ៍ហិរញ្ញវត្ថុហ្នឹងគាត់មានទ្រព្យសម្បត្តិប្រហែលជា$1 លានបាទប៉ុន្តែគាត់អត់បានធ្វើបញ្ជីទេស្រាប់តែមើលនៅក្នុងបញ្ជីគាត់មានតែ$5,000ប៉ុន្តែគាត់ទៅប្រាប់ធនាគារថាលោកធនាគារខ្ញុំមានទ្រព្យខ្ញុំ$1 លានឡានខ្ញុំអូខេសង្វាក់ផលិតកម្មខ្ញុំអូខេខ្ញុំលក់បានប៉ុណ្ណេះចំណេញប៉ុណ្ណេះប៉ុន្តែក្នុងបញ្ជីក៏អត់មានទេបាទគាត់មានតែខាងក្រៅបញ្ជីអញ្ចឹងធនាគារគេទទួលយកអត់បានទេអញ្ចឹងសួរថាគេឲ្យតម្លៃលើអីគេឲ្យតម្លៃទៅលើរបាយការណ៍ហ្នឹងឯងហើយបើសិនអត់មានរបាយការណ៍ខ្ចីលុយគេក៏អត់បានដែរអញ្ចឹងសួរថាអាជីវកម្មគាត់រីកទៅមុខទៀតទេចម្លើយឆ្លើយថាបើខ្ចីលុយគេមិនបានពង្រីកមិនបានចង់រកដៃគូអាជីវកម្មមកវិនិយោគមួយយើងនេះបញ្យល់គេយ៉ាងទៀតថាខ្ញុំមានទ្រព្យច្រើនណាស់ខ្ញុំចំណេញប៉ុណ្ណេះតែមើលមែនតើមានតែ$5,000អញ្ចឹងសួរថាឥឡូវបើលោកបណ្ដេតជាដៃគូអាជីវកម្មលោកបណ្ដេតហ៊ានចូលទេហ៊ានចូលហ៊ុនជាមួយគាត់ទេដល់ពេលអាបញ្ជីជាក់ស្ដែងអាបញ្ជីផ្លូវការអត់មានផងនោះអញ្ចឹងខ្ញុំអត់ទុកចិត្តទេមែនទេខ្ញុំអត់ទុកចិត្តក្នុងការទៅរកស៊ីជាដៃគូមួយគាត់បានទេអានឹងហើយជាកត្តាធំដែលគាត់ពង្រីកខ្លួនអត់បានដោយសារតែគាត់អត់មានបញ្ជីស្នាមត្រឹមត្រូវបាទនឹងជាកត្តាធំមែនទេបាទ